នេះខ្ញុំមកឆាស្ពៃក្តោបម្ដងបងប្អូនចាសម្លនេះផងដែរគេហៅថាសម្លឆាស្ពៃក្តោបแล้วខ្ញុំបានលីងខ្ទឹមរួចទេបងប្អូនแล้วខ្ញុំដាក់សាច់ជ្រូកrồi hếtខ្ញុំដាក់ទឹកត្រីតមកស្ករខ្ញុំជឿបចេងមិញដោយសារតែខ្ញុំបានថតនៅពេលដែលខ្ញុំដាក់បន្លែបងប្អូនឥឡូវនេះចិត្តឆ្អិនហើយដោយសារបន្លែអីក៏ដោយខ្ញុំអត់ចូលចិត្តដាក់អាលួយពេកទេគឺច្រប់គឺឆ្ងាញ់ហ្មងឆ្ងាញ់ហ្មងហើយវីដេអូនេះមិនមែនជាវីដេអូដែលទេឆាមែនប៉ុន្តែឆាខុសគ្នាបងប្អូនគ្រាន់ឆាផ្សេងគ្នាអញ្ចឹងទៅឥឡូវនេះឆាស្ពៃក្តោបរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនទេន